ដោយសារតែហ្វូយ៉ាន់ស៊ីមិនសប្បាយចិត្តនឹងខ្ញុំដែលពឹងពាក់នៅសំណងរបស់ជាស៊ុនឈៀវខ្ញុំនឹងមិនធ្វើបែបនេះទៀតទេហើយហេតុអ្វីបានជាគាត់មិនមករៀនបែបនេះហ្វូយ៉ាន់ស៊ីនៅឯណាហេតុអីមិនទាន់ដល់ថ្ងៃចុងសប្តាហ៍ផងមិនបានជាគាត់មិនមករៀនគាត់សម្រាប់2ថ្ងៃពីព្រោះគាត់បានសាំចុងនៅពេលដែលគាត់ចេញពីរៀនកាលពីម្សិលមិញវាគ្មានអីទេគ្រាន់តែផ្ដាសាយតិចតួចប៉ុណ្ណោះហុងស៊ីកេងឆេងវិនបានប្រាប់ខ្ញុំថាបងផ្ដាសាយនេះតើបងមានក្រុមក្តៅដែរទេក្រុមគ្រួសាររបស់បងប្រកាសជាមានគ្រូពេទ្យឯកជនមួយហើយមែនអត់ហើយតើបងបានទៅពិនិត្យសុខភាពហើយនៅហើយតើបងយ៉ាងម៉េចហើយបងត្រូវការអ្វីទេខ្ញុំអាចយកទៅឲ្យបានហើយថ្នាក់នឹងចាប់ផ្ដើមឥឡូវនេះអ្នកទាំងអស់គ្នាសូមបើកសៀវភៅសន្លឹកទី87នេះតើបងមានអារម្មណ៍ថាមិនស្រួលខ្លួនខ្លាំងហើយងើបមិនរួចមែនដែរទេសូមឆ្លើយតបនៅពេលដែលលោកបានឃើញសាររបស់ខ្ញុំយើងនឹងជប់នៅពេលនេះសម្រាប់ថ្ងៃនេះថ្នាក់រៀនត្រូវបានបញ្ចប់ហើយហេតុអីបានជាគាត់មិនទាន់ឆ្លើយតបទៀតវាមិនអាចទេខ្ញុំត្រូវតែទៅមើលគាត់នេះលោកមានអាសយដ្ឋានរបស់ហ្វូយ៉ាន់ស៊ីមែនទេជួយផ្ញើឲ្យខ្ញុំបានអត់នេះមិនមែននាងនិយាយថាមិនចង់បានវាតាំងពីមុនមកទេឬហើយខ្ញុំគ្រាន់តែបារម្ភថាខ្លាចខ្លួនក្តៅរបស់គាត់កាន់តែខ្លាំងទៅឆាប់ផ្ញើអាសយដ្ឋានមកខ្ញុំមកខ្ញុំទៅទិញថ្នាំសិនអូទេបងប្រុសស៊ីចៅមីងស៊ីកំពុងតែចង់ទៅអាផាតមិនរបស់បងហើយនាងបាននិយាយរួចហើយថានាងមិនចូលចិត្តខ្ញុំទេតែហេតុអ្វីបានជានាងនៅតែបារម្ភពីខ្ញុំមិនក៏បន្ទោសខ្ញុំស្លាប់ទៅចោលអូទេបងប្រុសស៊ីចៅមីងស៊ីកំពុងតែចង់ទៅអាផាតមិនរបស់បងហើយអ្វីក្មេងស្រីមកតូចមកមែនទេខ្ញុំមិនទាន់បាននឹងកក់សក់ផងនេះហេតុអ្វីបានជាសាររបស់លោកសើមតើលោកកក់សក់នៅពេលដែលក្រុនក្តៅតើលោកចង់ស្លាប់មែនដែរទេហេតុអីបានជាអ្នកនៅទីនេះគេឆេងវិនបានប្រាប់ថាលោកឈឺតើមានអ្នកណាផ្សេងនៅក្នុងផ្ទះនេះទេនេះតែនាងមិនបានរៀនសម្រាប់អន្តរសាលាទេឬហេតុអ្វីបានជានាងមកជួបអ្នកណាម្នាក់ដែលនាងមិនចង់ជួបបែបនេះទោះយ៉ាងណាក៏ដោយហេតុអ្វីបានជានាងមានពេលវេលាសម្រាប់មកជួបខ្ញុំដែលត្រឹមតែជារឿងផ្ទុករបស់នាងខ្ញុំបានកែសម្រួលអ្វីៗគ្រប់យ៉ាងរួចហើយឥឡូវនេះគឺខ្ញុំទំនេរខ្ញុំឮថាលោកឈឺដូច្នេះខ្ញុំហេតុអីវាសំខាន់ចំពោះនាងថាខ្ញុំឈឺរឿងមួយក៏អត់តើនាងបារម្ភពីខ្ញុំមែនដែរទេនេះតែខ្លួនក្តៅបានធ្វើឲ្យខួរក្បាលរបស់គាត់មានបញ្ហាវាត្រឹមតែមួយថ្ងៃប៉ុណ្ណោះដែលយើងមិនបានជួបគ្នាហើយគាត់ក៏បាននិយាយពាក្យដែលមិនសមហេតុផលបែបនេះមិនអីទេតើទៅជួសសក់របស់បងឲ្យស្ងួតដើម្បីឲ្យបងបានទៅសម្រាកអីយ៉ាអូហូអើយនេះលោកមានទម្ងន់ប្រមាណទៅលោកជាធម្មតាក៏លោកស្គមខ្លាំងណាស់ណែខ្ញុំមានកម្ពស់1.88 ម៉ែត្រនាងសារទៅសួរមនុស្សដែលមានកម្ពស់1.88 ម៉ែត្រទៅមើលតើពួកគេមានទម្ងន់ប្រមាណហើយក្រៅពីនេះនោះភួយនេះមានទម្ងន់ឡើង20គីឡូឯណោះវាមិនអីទេបើសិនជានាងមិនចូលចិត្តខ្ញុំនោះប៉ុន្តែកុំហៅខ្ញុំថាធាត់អីសោះថាគ្រាន់តែសិនលីយ៉ៅមើលទៅរៀនស្គមបន្តិចតែគាត់ក៏មិនប្រកាសថាមានគីឡូតិចដែរលោកក្តៅខ្លួនខ្លាំងណាស់តែគ្រូពេទ្យមិនមកទេឬប្រហែលជាខ្ញុំអាចជូនលោកទៅមន្ទីរពេទ្យបាននេះខ្ញុំមិនទៅមន្ទីរពេទ្យទេកុំប៉ះខ្ញុំណែផឹកតែក្តៅអនុនទៅបបោមាត់របស់លោកស្ងួតណាស់បងប្រុសស៊ីតើកន្សែងនេះសម្រាប់ជួសសក់មែនទេខ្ញុំបានឃើញវានៅទីនោះកុំហៅខ្ញុំថាជាបងប្រុសស៊ីអីមូលហេតុអ្វីតើខ្ញុំគួរតែហៅលោកថាចៅវាយជំនួសដែរទេកុំហៅខ្ញុំថាចៅវាយផងដែរចៅវាយអាក្រក់មែនខ្ញុំខំតែគិតថានាងចូលចិត្តខ្ញុំតែចុងក្រោយនាងចាត់ទុកខ្ញុំត្រឹមតែជាចៅវាយប៉ុណ្ណោះហើយតែខ្ញុំគួរតែហៅលោកយ៉ាងម៉េចវាជាភាពក្រអឺតក្រទមរបស់ខ្ញុំដែលចាត់ទុកនាងជាមនុស្សរបស់ខ្ញុំលែងមើលឃើញនាងគឺជាមនុស្សរបស់ខ្ញុំទៀតហើយចាប់ពីថ្ងៃនេះទៅនាងត្រូវតែហៅខ្ញុំថាចៅវាយវ័យក្មេងហ្វូហ៎អូមែនហើយតើលោកបានលេបថ្នាំហើយឬនៅលោកចៅវាយវ័យក្មេងហ្វូដូច្នេះវាជាការពិតដែលនាងមិនស្រឡាញ់ខ្ញុំនាងគ្រាន់តែនិយាយមកដោយត្រជាក់ចិត្តប៉ុណ្ណោះនៅទីនេះយកទៅនេះទៅញ៉ាំវាហើយគេងលក់ស្រួលចាំខ្ញុំនឹងធ្វើបបរឲ្យលោកនីតិរបស់នាងពិតជាល្អណាស់តើនាងមានស្គាល់អ្នកដែលមកពីថ្នាក់មេដៃមាសដែរទេខ្ញុំបានស្គាល់ពួកគេមួយចំនួនពួកគេមានមហិច្ឆតាធំហើយតែងតែទទួលបានមេដៃមាសវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ដូច្នេះតើស្រីចូលចិត្តមនុស្សប្រភេទនេះហ៎គ្មានស្រីភាគច្រើនប្រហែលជាធ្វើមានគ្មានស្រីភាគច្រើនគឺផ្ញើសមុទ្រស្នេហាទៅសេនលីយ៉ៃច្រើនណាស់អញ្ចឹងសូម្បីតែនាងក៏ចូលចិត្តគាត់ដែរឬមានរឿងអីមកញ៉ាំបបរសិនមកចាំទៅគេងនេះតើលោកមានមិនស្រួលខ្លួនមែនទេលោកអាចមកញ៉ាំវាបាននៅពេលដែលលោកសម្រាកហើយក៏មានខ្លះផងដែរនៅក្នុងឆ្នាំងកម្ដៅយល់ព្រមតើនៅមិនមែនជាស្រោមទូរស័ព្ទសម្រាប់ក្រុមទេឬហេតុអ្វីបានជាគាត់ដោះវាចេញបែបនេះ
វាមានអារម្មណ៍ថាហ្វូយ៉ានស៊ីដូចចង់ឃ្លាតឆ្ងាយពីខ្ញុំហើយគាត់ថែមទាំងឲ្យខ្ញុំហៅគាត់ថាជាចៅហ្វាយវ័យក្មេងស៊ីទៀតផងហេតុអីបានជាភ្លៀងទៀតហើយអ្នកនាងចៅអ្នកប្រុសវ័យក្មេងហ្វូឲ្យខ្ញុំជូនអ្នកនាងទៅផ្ទះមិនអីទេអរគុណម៉ាអាវាសំខាន់ណាស់ដែលត្រូវគិតគូរអនាគតហើយខ្វាយខ្វល់ពីចិត្តរបស់មីងស៊ីនាងបាននិយាយជាមួយនឹងអ្នកបម្រើរួចហើយបើសិនជាមានអ្វីមួយដែលដោយមីងចាងធ្វើម្ដងទៀតពួកគេនឹងត្រូវដេញចេញភ្លាមមីងចាងវាដូចជាខ្ញុំមិនអាចធ្វើអ្វីបានទេដើម្បីឲ្យមីងត្រឡប់មកវិញអ្នកនាងត្រូវតែថែរក្សាខ្លួនឲ្យបានល្អជាពិសេសឥឡូវនេះលីអិនត្រសាលាចិត្តមកដល់ហើយអ្នកនាងមិនត្រូវចាញ់ចែកមីងស៊ីទោះឡើយនៅក្នុងពេលជាមួយគ្នានេះអ្នកនាងត្រូវតែចាត់វិធានការរួមចំណែកល្អជាមួយនឹងគ្រួសារចាងខ្ញុំយល់ហើយនេះការនិយាយកំណត់ផ្ដួចផ្ដើមគឺស្រួលណាស់ប៉ុន្តែតើខ្ញុំគួរតែធ្វើតាមដោយរបៀបណាខ្ញុំចាំថាបងធំឈឺក្បាលនៅពេលដែលធ្វើការជាមួយនឹងគ្រួសារលោកសួស្ដីលឺញេសាមុនអ្នកបានហៅខ្ញុំទៅមើលកូនឥឡូវនេះខ្ញុំនឹងទៅតែវាមានលក្ខខណ្ឌមួយលោកយាយធ្លាប់ដេញតាមខ្ញុំនៅកាលពីមុនមកបើសិនជាខ្ញុំប្រើប្រាស់គាត់ដើម្បីជួយបងប្រុសរបស់ខ្ញុំនោះគាត់ប្រកាសជាឃើញខ្ញុំនៅក្នុងទស្សនៈថ្មីមួយវា2ថ្ងៃហើយហេតុអ្វីបានជាហ្វូយ៉ាន់ស៊ីមិនទាន់មកសាលាទៀតនេះក៏មិនបាននិយាយមួយម៉ាត់ទេហើយក៏មិនបានសួរសុខទុក្ខខ្ញុំដែរតើមានរឿងអ្វីកើតឡើងចំពោះគាត់នៅថ្ងៃពុធខ្ញុំប្រញាប់កក់សក់ពេកធ្វើឲ្យទូរស័ព្ទធ្លាក់ធ្វើឲ្យកាបូបបែកហើយខ្នើយរបស់ខ្ញុំក៏សាមជោគដែរវាដេកពិតជាមិនស្រួលសោះនេះតើមាត់របស់លោកនៅតែល្វីងទេនេះញ៉ាំស្ករគ្រាប់ខ្លះទៅនេះខ្ញុំមិនចង់បានអ្វីទេសូមកុំមករំខានខ្ញុំហើយក្រៅពីនេះទៀតវាមិនសមរម្យទេដែលក្មេងប្រុសនិងក្មេងស្រីនៅជិតគ្នាបែបនេះនាងគួរតែប្រុងប្រយ័ត្នបន្ថែមទៀតនៅថ្ងៃក្រោយនេះតើគាត់កើតអីនេះតើលោកកើតអីលោកសាឡបងវាមួយគ្រាប់ទៅលោកត្រូវតែបំពេញកម្លាំងរបស់លោកនឹងពេលដែលលោកឈឺហើយហេតុអីបានជានាងខ្វល់ថាកម្លាំងរបស់ខ្ញុំវិលមកភាពដើមឬមួយក៏អត់ទេអូអញ្ចឹងញ៉ាំវាភ្លាមទៅវ៉ាវនេះមានរឿងអ្វីកើតឡើងមែនទេ